ទិវាកាត់ខ្សែបូសម្ពោធពីពណ៌សៀវភៅដើម្បីអបអរសាទរទិវាជាតិអំណាចលើកទី11នារសៀលថ្ងៃទី11ខែមីនាឆ្នាំ2026ឯកឧត្តមបណ្ឌិតសភាចារហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញផ្ដល់កិត្តិយសកាត់ខ្សែបូបើកសម្ពោធពីពណ៌សៀវភៅដែលបានរៀបចំឡើងដើម្បីអបអរសាទរទិវាជាតិអំណាចលើកទី11ក្រោមប្រធានបទសំណេរនិងអំណាចក្នុងបរិបទថ្មីពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិអ្នកឧបត្ថម្ភលោកស្រីថ្នាក់ដឹកនាំអង្គភាពនានាបុគ្គលិកអប់រំក្រុមការងារស្ម័គ្រចិត្តនិងសាធារណជនក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាការរៀបចំពិព័រណ៍សៀវភៅដែលជាព្រឹត្តិការណ៍អមក្នុងទិវាជាតិអំណាចជារៀងរាល់ឆ្នាំនេះសបញ្ជាក់ពីសក្ខីភាពនៃការបដិញ្ញាចិត្តរបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការលើកកម្ពស់គុណភាពអប់រំតាមរយៈការបង្កើតទម្លាប់នៃការអាននិងការកសាងវប្បធម៌សិក្សាពេញមួយជីវិតក្នុងបរិបទថ្មីនេះការពង្រឹងទំនាក់ទំនងរវាងសាលារៀនបណ្ណាល័យអ្នកនិពន្ធនិងអ្នកអានគឺជាកត្តាចាំបាច់បំផុតព្រោះមានអ្នកអានទើបមានអ្នកនិពន្ធក្រសួងនឹងបន្តផ្ដល់ឱកាសកាន់តែទូលំទូលាយដល់អ្នកនិពន្ធក្នុងការបង្ហាញស្នាដៃដើម្បីជំរុញការផលិតធនធានអំណាចឲ្យកាន់តែសម្បូរបែបដែលជាគ្រឹះក្នុងការជួយគាំទ្រដល់ការអនុវត្តកញ្ចប់អំណាចដំបូងរបស់ក្រសួងឲ្យមានប្រសិទ្ធភាពសម្ដៅបណ្ដុះស្មារតីស្នេហាអក្សរសាស្ត្រជាតិនិងការពារអត្តសញ្ញាណខ្មែរឲ្យបានគង់វង្សបន្ថែមលើនេះឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្មួយសិស្សានុសិស្សនិងយុវជនទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវពីវប្បធម៌និងភាសារបស់ខ្លួនឲ្យបានស៊ីជម្រៅដោយអាចប្រើប្រាស់ឥទ្ធិពលរបស់អ្នកនិពន្ធល្បីៗជាកម្លាំងចលករក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនភាសាជាតិអាចរីកចម្រើនទៅបានគឺអាស្រ័យលើស្មារតីអភិរក្សនិងអភិវឌ្ឍពីយើងទាំងអស់គ្នាតាំងនាមក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធដៃគូសហការអ្នកឧបត្ថម្ភនិងគ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះដើម្បីអនាគតដ៏រុងរឿងនៃវិស័យអប់រំនៅកម្ពុជាសូមជម្រាបថាពិព័រណ៍សៀវភៅនេះប្រព្រឹត្តទៅរយៈពេល5ថ្ងៃគឺចាប់ពីថ្ងៃទី11ដល់ថ្ងៃទី15ខែមីនាឆ្នាំ2026នៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជាដែលបើកជូនសាធារណជនចូលទស្សនាដោយសេរីដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជាក្នុងពិធីនេះនឹងមានការបង្ហាញជូននៅសៀវភៅជាច្រើនប្រភេទស្របតាមតម្រូវការរបស់អ្នកអានក្នុងនោះរួមទាំងសៀវភៅដែលជាស្នាដៃនិពន្ធដោយឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីផងដែរសូមអញ្ជើញចូលរួមឲ្យបានច្រើនកកដើម្បីលើកកម្ពស់សកម្មភាពអាននៅកម្ពុជាទាំងអស់គ្នា